នេះជាវិធីនៅក្នុងការប្លុកនរណាម្នាក់នៅក្នុង Messenger របស់យើងប៉ុន្តែយើងមិនឲ្យភាគីម្ខាងទៀតដឹងថាយើងបានប្លុកគេនោះទេគេនៅតែអាចឆាតមកយើងបានធម្មតាប៉ុន្តែយើងមិនអាចមើលឃើញខ្លឹមសារឬក៏អត្ថន័យផ្សេងៗដែលគេបានផ្ញើមកទេឥឡូវនេះយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងដំបូងយើងចូលមកកាន់ឆាតរបស់យើងមកបន្តមកទៀតយើងធ្វើការរើសឈ្មោះ account Facebook ណាដែលយើងចង់ប្លុកគេប៉ុន្តែយើងមិនឲ្យភាគីម្ខាងទៀតគេដឹងថាយើងបានប្លុកគេទេឥឡូវនេះយើងចូលមកកាន់ account Facebook មួយឥឡូវនេះខ្ញុំឧទាហរណ៍ account ខាងលើនេះរួចហើយយើងចុចទៅលើឈ្មោះ account Facebook របស់គេយើង scroll វាមកបន្តិចមកយើងចុចទៅលើពាក្យ restrict ខាងក្រោមហ្នឹងណាបាទនៅពេលដែលយើងចុចពាក្យ restrict ហ្នឹងហើយគឺបានន័យថា account Facebook មួយហ្នឹងគឺឆាតមកយើងអាចឆាតធម្មតាប៉ុន្តែនៅក្នុងករណីមួយគឺយើងមិនអាចមើលឃើញឆាតរបស់គាត់ទេហើយគាត់ក៏មិនដឹងថាយើងបានប្លុកគាត់ដែរដែលយើងកំណត់កន្លែងហ្នឹងណាបាទអញ្ចឹងបើសិនជាយើងចង់ដោះវិញក៏យើងអាចដោះបានដែរយើងថយមកក្រោយវិញនៅពេលដែលយើងចូលមកកន្លែងឆាតរបស់យើងគឺបាត់ឈ្មោះគាត់ហើយអញ្ចឹងយើងអាច search នៅខាងលើរកឈ្មោះគាត់ឃើញទេអញ្ចឹងខ្ញុំនឹងប្រាប់ថាវិធីក្នុងការរកឈ្មោះគាត់ដែលយើងបាន restrict ហ្នឹងគឺនៅកន្លែងណាឥឡូវនេះយើងចុចសញ្ញាត្រី3នៅផ្នែកខាងក្រោមហ្នឹងតមកយើងចុចទៅលើពាក្យ setting តមកយើង scroll វាតិចទៅយើងចុចទៅលើពាក្យ privacy and safety រួចហើយយើងមើលពាក្យខាងក្រោមគឺ restrict account អញ្ចឹងយើងចុចកន្លែងហ្នឹងមករួចហើយយើងនឹងឃើញឈ្មោះ account Facebook ដែលយើងបាន restrict នឹងហើយបើយើងចង់បើកវិញយើងចុចទៅលើឈ្មោះគាត់ទៅរួចហើយយើងចុច unrestrict អញ្ចឹងគឺបានន័យថា account ហ្នឹងគឺឆាតមកយើងអាចមើលឃើញបានធម្មតាវិញហើយនេះគឺជាវិធីនៅក្នុងការប្លុកនរណាម្នាក់ដែលយើងចង់ប្លុកប៉ុន្តែមិនឲ្យដៃគូម្ខាងទៀតគាត់ដឹងគាត់នៅតែអាចឆាតចូលយើងធម្មតាតែគាត់មិនដឹងថាយើងបានប្លុកគាត់ទេអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់ប្លុកនរណាម្នាក់កុំឲ្យគេដឹងអាចធ្វើតាមវិធីនេះបានហើយបើចង់ដោះវិញក៏អាចដោះបានដែរហើយវីដេអូនេះខ្ញុំមានប៉ុណ្ណឹងហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀតអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នានៅក្នុងវីដេអូក្រោយទៀត